Bismillahirrahmanirrahim បងប្អូនទាំងអស់គ្នាជាធម្មតារៀងរាល់ថ្ងៃនៅក្នុងមួយថ្ងៃមាន24ម៉ោងយើងបែងចែកពេលវេលានៅពេលថ្ងៃភាគច្រើនគឺយើងធ្វើការហើយនៅពេលយប់ភាគច្រើនយើងគេងហើយពេលទំនេរឬក៏ពេលខ្លះពួកយើងភាគច្រើនចុចទូរស័ព្ទដោយសារសម័យហ្នឹងគឺជាសម័យពេញនិយមដោយបច្ចេកវិទ្យាពេញនិយមដោយ smartphone និងអ្វីផ្សេងដូច្នេះភាគច្រើនឃើញថាប្រសិនបើយើងប្រើពេលទំនេររបស់យើងដើម្បីមើលវីដេអូកំប្លែងឬក៏វីដេអូផ្សេងយើងក៏ត្រូវឆ្លៀតពេលរបស់យើងមួយចំណែកដើម្បីសូត្រកូរ៉ានពីព្រោះនៅក្នុងមួយថ្ងៃយើងធ្វើការយើងធ្វើការងារផ្សេងឬក៏យើងធ្វើអ្វីផ្សេងហ្នឹងវាធ្វើឲ្យរឿងទាំងអស់ហ្នឹងវាអាចចូលក្នុងចិត្តរបស់យើងដែរដូច្នេះធ្វើយ៉ាងណានៅក្នុងមួយថ្ងៃហ្នឹងឲ្យកូរ៉ានហ្នឹងចូលក្នុងចិត្តរបស់យើងផងដើម្បីកុំឲ្យវាបាត់សោះប្រសិនបើនៅក្នុងមួយថ្ងៃកូរ៉ានមិនដែលចូលក្នុងចិត្តរបស់យើងសោះក៏វាមិនល្អដែរដូច្នេះបងប្អូនទាំងអស់គ្នាយើងគួរតែចំណាយពេលយ៉ាងហោចណាស់យ៉ាងតិចបំផុតនៅក្នុងមួយថ្ងៃយើងសូត្របានមួយសូរ៉ាខ្លីឬក៏នៅក្នុងមួយថ្ងៃយើងសូត្របានមួយទំព័រឬក៏នៅក្នុងមួយថ្ងៃយើងសូត្របានកន្លះទំព័រឬក៏អស់តិចបំផុតមួយអាយ័តក៏បានដែរដើម្បីឲ្យកូរ៉ានហ្នឹងវាចូលក្នុងចិត្តរបស់យើងផងនៅពេលណាដែលកូរ៉ានចូលក្នុងចិត្តរបស់យើងដឹងហើយថាចិត្តកូរ៉ានហ្នឹងវាមានតួនាទីរក្សាលំនឹងចិត្តរបស់យើងអំពីប្រការផ្សេងក្រៅពីអំពីប្រការដែលទទួលបានប៉ះឡាអញ្ចឹងសូមបងប្អូនទាំងអស់គ្នារក្សាចិត្តដោយការសូត្រកូរ៉ានទាំងអស់គ្នាវ៉ាស្សាឡាមុអាឡៃគុំ